គ្រូថ្ងៃនឹងខ្ញុំមក present អំពី homework ដែលលោកគ្រូដាក់ឲ្យដូចជា decision tree KNN bias អឺ K-mean ហើយនិង DB scan អញ្ចឹងដំបូងគឺខ្ញុំនឹងនិយាយអំពី decision tree ស្រាប់ decision tree គឺខ្ញុំយក iris dataset dataset ដោយប្រើ iris dataset ហ្នឹងដែលមានការ3ប្រភេទមាន setosa versicolor អឺ Virginica និងលក្ខណៈ4គឺមានដូច sepal petal length ជាមួយនឹង width អញ្ចឹងនៅដំបូងគឺខ្ញុំ import data មកបន្ទាប់មកខ្ញុំ load លើ iris dataset គឺទិន្នន័យកន្លែង load dataset ហ្នឹងគឺទិន្នន័យត្រូវបាន load និងបន្លែងទៅជា data frame ដើម្បីវិភាគដើម្បីងាយស្រួលវិភាគអញ្ចឹងនេះជា data frame ដែលយើងងាយស្រួលវិភាគដែលមាន4លក្ខណៈហ្នឹងវាមាន sepal length width ឬក៏ petal របស់វាហ្នឹងហើយតោះមកខ្ញុំចូល visualize the data សម្រាប់ the visualize the data ហ្នឹងកន្លែងហ្នឹងគឺធ្វើឲ្យ data visualize ដើម្បីមើលឃើញ pattern និងការបែងចែករវាង species របស់វាដែលខ្ញុំ run មកគឺវាបានបែបនេះនៃការ3ប្រភេទរបស់យើងដែលខ្ញុំបាននិយាយមុនហ្នឹងហើយបន្ទាប់មកខ្ញុំចូល prepare data for machine learning កន្លែងហ្នឹងគឺបែងចែក data ជា feature x និង labels y ហើយបន្ទាប់មកខ្ញុំចូលដល់ flip train and testing data គឺកន្លែងហ្នឹងគឺបែងចែកជា training 80% និង testing វា 20% អញ្ចឹងយើងចូលដល់ transition tree model គឺយើង train transition tree model ហ្នឹងគឺកន្លែងហ្នឹងគឺបង្រៀន decision tree model ដោយប្រើ training data ហ្នឹងហើយបន្ទាប់មកគឺយើង testing model សម្រាប់ testing model ហ្នឹងគឺកន្លែងហ្នឹងគឺសាកល្បង model លើ testing data នឹងទទួលបានតម្លៃជាក់លាក់មួយជាក់លាក់ខ្ពស់គឺពី90ទៅ96ទៅ97%កន្លែងហ្នឹងគឺយើងរកភាពត្រឹមត្រូវរបស់វាហើយបន្ទាប់មកគឺចុងក្រោយគឺ visualize ម្ដងទៀតនៃ decision tree គឺកន្លែងហ្នឹងគឺដើម្បីយើងយល់ពី decision rule និងការសម្រេចចិត្តរបស់ model អញ្ចឹងពេលដែលខ្ញុំ run មកគឺវាបង្ហាញមកបែបហ្នឹងអញ្ចឹងសម្រាប់ decision tree របស់ខ្ញុំគឺចប់ហើយខ្ញុំនឹងចូលដល់ KNN សម្រាប់ KNN វិញគឺគឺលោកគ្រូបានឲ្យលំហាត់ហ្នឹងគឺ train data set មាន blue and green ហ្នឹងហើយរកចំណុច red point ហ្នឹងប៉ុន្តែមុននឹងដល់ខ្ញុំបញ្ចូលពី code ហ្នឹងគឺ KNN ហ្នឹងគឺជា algorithm មួយសម្រាប់ classify ឬក៏ regress ចាប់យក k nearest និងមើល class របស់វារបស់ neighbor របស់អ្នកជិតខាងហ្នឹងអញ្ចឹងដំបូងគឺខ្ញុំ import library វាធម្មតាបន្ទាប់មកយើងកំណត់ data ដូចជា point ដែលមាននៅក្នុង data set មាន9ចំណុចដែល green blue ហ្នឹងដែលខ្ញុំយកថា green ហ្នឹងជា0ហើយ blue ខ្ញុំយកជា1ហើយចំណុចដែលយើងចង់រកហ្នឹងគឺ red point ចំណុចដែលយើងចង់ predict អញ្ចឹងបន្ទាប់មកខ្ញុំក៏គណនាវាគឺគណនាតាមរូបមន្តEuclidean distance គឺកន្លែងហ្នឹងគឺជារូបមន្តសម្រាប់គណនា weight របស់វាអញ្ចឹងពេលដែលយើងគណនាមកគឺយើងមាន function for weight KNN គឺកន្លែងហ្នឹងគឺគណនា k nearest point ទៅនៅជិតហើយនឹងគណនា weight របស់វាហ្នឹងដែល closer point នឹងជាងគេហើយនឹងបូក weight តាម class បន្ទាប់មកគឺយើង training data សម្រាប់ជំទាវលោកគ្រូគឺសម្រាប់ testing data គឺសម្រាប់ testing data ហ្នឹងគឺកន្លែងហ្នឹងគឺយើងមាន k 1 2 3 4យើង test វាសាក់1 2 3 4ហ្នឹងសាក់មើលហើយបន្ទាប់មកតើ red point ហ្នឹងត្រូវបាន
classify ហ្នឹងជា green or blue អញ្ចឹងនេះជា floating គឺជា visualize ស្រាប់ floating អញ្ចឹងពេលដែលខ្ញុំ visualize វាមកគឺ red point ហ្នឹងគឺវានៅជិត blue មានតែប៉ុណ្ណឹងអរគុណលោកគ្រូអញ្ចឹងយើងចង់ចប់ចូលដល់ byte គឺស្រាប់ byte គឺ byte គឺជាគោលការណ៍គណិតដែលប្រើសម្រាប់គណនាប្របាទដោយផ្អែកលើព័ត៌មានថ្មីអញ្ចឹងកន្លែង byte ហ្នឹងលោកគ្រូបាន giving training data មកគឺនៅក្នុង homework គឺលោកគ្រូបានឲ្យមកបែបហ្នឹងគឺយើងមានដូចជា refound metro status tag និង event អញ្ចឹងចូលមកយើងគឺ import library ធម្មតាហ្នឹងទេតមកគឺយើងមាន data set អញ្ចឹងនៅក្នុង data set ហ្នឹងយើងមានទិន្នន័យអតិថិជនហ្នឹង10នាក់អញ្ចឹងនៅក្នុង column ហ្នឹងវាមាន4 refound គឺជា refund ហ្នឹងគឺតើអតិថិជនហ្នឹងទទួលបានការសងប្រាក់វិញឬទេវាមាន yes ហើយនិង no តមកវាមាន material ដែលមាន marital status ស្ថានភាពគ្រួសារ single married ឬក៏ divorce ហើយតមកគឺយើងយកចូលតាក់ income គឺអំពីប្រាក់ចំណូលដែលគិតពន្ធហើយជាមួយនឹង event គឺអតិថិជនមានការលួចពន្ធដែរឬទេសពមកគឺខ្ញុំចូលដល់ការបំលែង data គឺកន្លែងហ្នឹងគឺជាការបំលែង data ឲ្យទៅជា number ដោយសារតើ machine learning ហ្នឹងគឺអត់យល់ពី yes no ឬក៏ single married ឬក៏ divorce ហ្នឹងឡើយអញ្ចឹងយើងវាបំលែងវាឲ្យទៅជា1 2វិញយើងបំលែងជាដូចជា no 0 yes 1 single 0 married 1 divorce 2បន្ទាប់មកយើង train តមកយើងកំណត់ feature និង target ស្រាប់កន្លែងហ្នឹងគឺយើងកំណត់ថាកំណត់មកថា x ហ្នឹងព័ត៌មានដែលយើងប្រើសម្រាប់ predict y ហ្នឹងលទ្ធផលដែលយើងចង់ predict អញ្ចឹងយើងចូលមកទៀតមកគឺmodel យើងប្រើ model Bayesian ស្រាប់កន្លែងហ្នឹងគឺសម្រាប់ model Bayesian NB គឺកន្លែងហ្នឹងគឺយើងប្រើ model ហ្នឹងគឺជាសម្រាប់ predict ថាយើងនឹង predict x ហ្នឹងអញ្ចឹងថាយើងចង់ដឹងថាអតិថិជនថ្មីនេះបាន refund នៅឬក៏លួចពន្ធឬទេហើយ predict ហ្នឹងគឺគេនឹងផ្ដល់សង្ស័យលើខ្លះទាំងពីរហ្នឹងប្រហែលភាគរយអញ្ចឹងពេលដែលខ្ញុំ predict មកគឺ no invest គឺមានន័យថាអត់ទាន់រួចពន្ធហ្នឹងទេអញ្ចឹងសម្រាប់ homework របស់លោកគ្រូសម្រាប់បាយគឺខ្ញុំចប់ប៉ុណ្ណឹងគឺយើងនឹងចូលទៀតគឺអំពី K-mean អញ្ចឹងសម្រាប់ K-mean គឺលោកគ្រូឲ្យclustering អំពី K ស្មើ2ហ្នឹងអញ្ចឹង data set គឺមានប៉ុណ្ណឹងហើយinitial ហ្នឹងcentral លោកគ្រូឲ្យមាន C1 និង C2 ប៉ុណ្ណឹងដូចគ្នាតបមកខ្ញុំនឹងចូល code ដែលត្រូវimport វាអញ្ចឹងមុននឹងខ្ញុំធ្វើអំពីលំហាត់លោកគ្រូដាក់ឲ្យហ្នឹងគឺដំបូងគឺ K-mean គឺជា clustering K-mean ហ្នឹងគឺជា clustering and unsupervised learning algorithm ដែលប្រើសម្រាប់បែងចែកទិន្នន័យជាក្រុមដោយផ្អែកលើចម្ងាយហ្នឹងជានិយមន័យរបស់ K-mean តបមកយើងនឹងចូលដល់ import library របស់ K-mean គឺយើង import ធម្មតាហើយតបមកយើងចូល data set កន្លែង data set ហ្នឹងគឺដើម្បីបង្កើតនៅ 2D array ដែលមាន6ចំណុចនិងរាល់ជួរដេកគឺមានចំណុចមួយគឺ x និង y ហើយនៅក្នុងហ្នឹងខ្ញុំនឹង x និង y តបមកខ្ញុំនឹងចូល initial central គឺកន្លែងហ្នឹងគឺកំណត់ central ដំបូងគេហើយនេះគឺជាចំណុចចាប់ផ្ដើមនៃ K-mean ដូចគ្នាហើយយើងចូលដល់ visualize ដើម្បីនៃ data point ហ្នឹងគឺកន្លែងហ្នឹងគឺជួយឲ្យយើងមើលឃើញពីការបែងចែក data ឲ្យបានច្បាស់តបមកខ្ញុំ
ន្លែងហ្នឹងដល់មកខ្ញុំចូលដល់Euclidean distance function សម្រាប់ Euclidean ហ្នឹងdistance function ហ្នឹងគឺសម្រាប់គណនាចម្ងាយពីរវាងពីរចំណុចដែលប្រើរូបមន្ត Euclidean អញ្ចឹងសម្រាប់ iteration 1ហ្នឹងគឺកន្លែងហ្នឹងគឺយើងគណនាចម្ងាយពីចំណុច1ទៅនីមួយៗទៅចំណុចC1 និង C2 បើចំណុចណាដែលជិតជាងដែលនៅនេះជិត C1 ជាងជា cluster 1បើសិនជាជិតC2 ជាងនឹងជា cluster 2ហើយក៏មកយើងនឹង update data frame ដើម្បីបង្ហាញពី table ជា table អញ្ចឹងហើយចូលមកយើងនឹង update central ម្ដងទៀតដើម្បីកន្លែងនេះដើម្បីយកមធ្យមនៃចំណុច cluster នីមួយៗទទួលបាន central ថ្មីសម្រាប់ហើយចូលមកដល់មួយទៀតគឺiteration 2កន្លែងហ្នឹងគឺយើងនឹងគណនាចម្ងាយម្ដងទៀតដោយប្រើ central ថ្មីកន្លែងហ្នឹងគឺលទ្ធផលมันផ្លាស់ប្ដូរម្ដងទៀតរហូតដល់លទ្ធផលហ្នឹងមិនផ្លាស់ប្ដូរម្ដងទៀតអញ្ចឹងយើងនឹងបានconvert មួយអីអញ្ចឹងដល់កន្លែង final central និង cluster ហ្នឹងគឺកន្លែងហ្នឹងគឺគណនា central ចុងក្រោយនិងបង្ហាញចំណុច cluster នីមួយៗហើយសម្រាប់ final visualize ហ្នឹងគឺគូចំណុច data គូចំណុច central ជា x និងបង្ហាញលទ្ធផលចុងក្រោយនៃ k-min ចុងក្រោយដូចគ្នាអញ្ចឹងនិយាយជារួមមកគឺk-min ហ្នឹងគឺជា unsupervised learning ប្រើចម្ងាយដើម្បីបែងចែក data ជាក្រុម algorithm ធ្វើឡើងរហូតដល់ central ហ្នឹងมันផ្លាស់ប្ដូរក្នុងករណីk ស្មើ 2 ហ្នឹង data ត្រូវបានបែងចែកជាក្រុមពីរបានយ៉ាងច្បាស់លាស់នេះគឺជា output ដែលខ្ញុំ run មកគឺបែបហ្នឹងគឺវា run មកបែបហ្នឹងហើយយើងមាន table ដូចគ្នាអញ្ចឹងស្រាប់លំហាត់របស់ខ្ញុំនៅក្នុង K-min ហ្នឹងក៏ចប់ហើយនឹងចូលដល់ DSP scan សម្រាប់ DSP scan គឺខ្ញុំអត់បានឃើញលោកគ្រូដាក់លំហាត់ឲ្យប៉ុន្តែខ្ញុំបានចូលមើលក្នុងការបង្រៀនរបស់លោកគ្រូគឺលោកគ្រូមាន sample មួយអញ្ចឹងខ្ញុំយក sample របស់លោកគ្រូហ្នឹងមកធ្វើជា code ជា import វាហ្នឹងទៅអញ្ចឹងគឺដំបូងគឺសម្រាប់ DB scan គឺជា density based clustering algorithm ហ្នឹងជាពាក្យពេញរបស់ SDB scan អញ្ចឹងដំបូងគឺខ្ញុំ import library វាគឺកន្លែងហ្នឹងយើងប្រើ NumPy ដើម្បីសម្រាប់បង្កើតនិងគ្រប់គ្រង array data ហើយយើងមានmatplotlib កន្លែងហ្នឹងសម្រាប់ប្រើគូស visualize ជាមួយនឹង sklearn សម្រាប់density base ហើយតោះមកខ្ញុំ create dataset ហ្នឹងគឺជាការ create dataset មាន 2D point x នៃ array ហ្នឹងហើយនេះជា noise point ហើយតមកគឺខ្ញុំ apply SDB scan ហ្នឹងចូលដោយ EPS ហ្នឹងគឺជាកម្មហើយ min simple ហ្នឹងគឺជា maximum point to from the cluster អញ្ចឹងកន្លែងហ្នឹងតបមកគឺខ្ញុំកន្លែងហ្នឹងគឺនិយាយអំពី fit និង predict ដែលយើងចង់ predict ហ្នឹងគឺ SDP scan និងវិភាគ data និងបញ្ជូនលេខ cluster រាល់នៅចំណុចតបមកខ្ញុំនឹងចូលដល់កន្លែង print វានឹង print រាល់ចំណុចឯវានឹងបង្ហាញរាល់ទិន្នន័យដើមនិងបង្ហាញ cluster នីមួយៗដែលស្ថិតនៅកន្លែងដែលយើងចង់បង្ហាញហ្នឹងដល់មកយើងចូលដល់ visualize result ពេលដែលខ្ញុំ run មកគឺវាមានdata point ហើយនឹង clustering result បែបហ្នឹងគឺមាន
cluster point 0និងnoise អញ្ចឹងពួកខ្ញុំអស់ត្រឹមហ្នឹងឯងលោកគ្រូខ្ញុំមានតែប៉ុណ្ណឹងគឺអរគុណច្រើនលោកគ្រូ